រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោមឬអតីតកូសាំងស៊ីនស្រាវជ្រាវនិងនិពន្ធរៀបរៀងដោយទាថេនតាមលំនាំឯកសារលោកហ៊ូនឹមផ្នែក1ការបង្កើតព្រះរាជាណាចក្រកម្ពុជាការសិក្សាអំពីការបង្កើតព្រះរាជាណាចក្រកម្ពុជានេះធ្វើឲ្យគេបង្ហាញបាននៅក្របខ័ណ្ឌភូមិសាស្ត្រដែលចារឹកអំពីអធិបតេយ្យភាពរបស់ខ្លួនអាចឲ្យយើងដកបាននៅសេចក្តីសន្និដ្ឋានថាកូសាំងស៊ីនគឺជាផ្នែករួមបញ្ចូលរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងការរំលឹកអំពីប្រវត្តិសាស្ត្រនេះគេនឹងត្រូវពិនិត្យមើលម្ដងមួយនៅដំណាក់កាលធំដូចតទៅនេះគឺ1អំពីបុរេប្រវត្តិសាស្ត្រមកដល់ដំណាក់កាលប្រមូលរួបរวมតែមួយ2សម័យកាលនៃរជ្ជកាលបង្រួបបង្រួមចេនឡានិងហ្វូណន3សម័យកាលនៃការវាតទីឬសម័យកាលអង្គរ4សម័យកាលក្រោយអង្គរ1ពីបុរេប្រវត្តិសាស្ត្រមកសម័យកាលបង្រួបបង្រួមជារួមពួកអ្នកប្រវត្តិសាស្ត្រនិងពួកអ្នកបុរាណវិទូបានយល់ស្របគ្នាថាសម័យ Neolithic ឬយុគថ្មរំលីងសម័យដែលមនុស្សយកថ្មធ្វើជារបស់ប្រើប្រាស់កុលសម្ព័ន្ធមនខ្មែរបានកាន់កាប់ឧបទ្វីបឥណ្ឌូចិនដូច្នេះជាតិសាសន៍ខ្មែរបានកើតមានចាប់តាំងពីប្រហែល20សតវត្សរ៍មុនគ្រិស្តសករាជក្រុមខ្មែរមននេះបានតាំងទីលំនៅនៅលើអាងនៃទន្លេទាំង3គឺទន្លេមេគង្គមេណាមនិងអ៊ីរ៉ាបតីមហានទីនៃទឹកសន្សើមនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាលោកដូភីនមីនីយើអនុប្រធាននៃសមាគមភូមិសាស្ត្រសេដ្ឋកិច្ចបារាំងក្រោយពីបានយកចេញពីក្នុងអត្ថបទរបស់សាលាបារាំងនៅចុងបូព៌ាប្រទេសមកបានសរសេរអំពីបុរេប្រវត្តិសាស្ត្រខ្មែរថាប្រជាជនកម្ពុជាឬដូចដែលពួកគេបានឲ្យឈ្មោះពួកគេផ្ទាល់ថាជាខ្មែរនោះបង្កើតនៅក្រុមអូស្ត្រូអាស៊ីមួយដែលតាំងទីលំនៅនៅឥណ្ឌូចិនចាប់តាំងពីជំនាន់ប្រហែលជា20សតវត្សរ៍មុនសករាជយើងនេះក្រុមនេះនៅមានតំណាងរបស់ពួកគេនៅឡើយនៅប្រទេសភូមាខាងក្រោមនិងនៅតាមជួរភ្នំអាណាមសមាជិកនៃជនជាតិម៉ុងហ្គូលីគឺមាននៅទីនោះថ្មីបំផុតប្រជាជនទាំងឡាយនៅឥណ្ឌូចិនប្រជាជនខ្មែរគឺជាប្រជាជនដែលកាន់កាប់ចាស់ជាងគេបំផុតនៅទីលំនៅរបស់ខ្លួនមានតែរាប់ពាន់ឆ្នាំយូរក្រោយមកទេគឺនៅសតវត្សទី13នៃសករាជរបស់យើងនេះដែលតាក់ទាញដោយដីសណ្ដនិងដោយសមុទ្រនិងការដេញពីចិនដោយពួកម៉ុងហ្គូលីនោះទេទើបបានលេចឡើងប្រជាជនវៀតណាមប្រជាជនថៃនិងប្រជាជនភូមាដែលបានរុញច្រានប្រជាជនខ្មែរនិងឪពុកម្ដាយជិតដិតរបស់ពួកគេគឺប្រជាជនមនពីទន្លេមេណាមនិងទន្លេអ៊ីរ៉ាវតីនៅក្នុងសៀវភៅមួយដែលនិយាយអំពីអាញាធរអង្គរមនុស្សនិងថ្មបុរាណវត្ថុវិទូដ៏ឧត្តមលោក Bernard Philip Croslier អ្នកទទួលមរតករបស់អ្នកជីកកកាយបុរាណវត្ថុខ្មែរអតីតអគ្គនាយកនៃសាលាបារាំងនៅចុងបូព៌ាប្រទេស1950ដល់1954បានផ្ដល់នូវភាពជឿជាក់នៅលើក្របខ័ណ្ឌទាំងពីរនេះគឺភូមិសាស្ត្រនិងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជារចនាសម្ព័ន្ធរូបសាស្ត្រនៃប្រទេសកម្ពុជាតាមលក្ខណៈភូមិសាស្ត្រត្រូវបានបង្កើតឡើងជាពីរផ្នែកមួយផ្នែកដែលមានភ្នំច្រើនលាតសន្ធឹងទៅខាងជើងភ្នំដងរែកនិងមួយផ្នែកទៀតលិចទឹកលាតសន្ធឹងទៅខាងត្បូងជួរភ្នំអាណាមនិងជួរភ្នំដងរែកតំបន់ដែលបុរាណវត្ថុវិទូហៅថាប្រទេសខាងក្រោមដែលត្រូវបានគេកំណត់ទុកថាជាតំបន់ប្រសពមកគ្នានៅអាស៊ីគេអាចសង្កេតឃើញទៀតពីភ្នំគូលែននៅស្នាដៃនៃរលកសមុទ្រដែលបានពង្រីកថ្មនៅផ្នែកដែលមានភ្នំច្រើននៅដងរែកបន្តិចម្ដងដូច្នេះប្រទេសខាងក្រោមនៅដើមកំណើតគឺជាឈូងដ៏ពិតប្រាកដមួយនៅជើងភ្នំដងរែកគឺជាការងាររបស់សមុទ្រដែលធ្វើឲ្យលេចចេញពីដីនៅដុំថ្មធំកម្រាស់ប្រហែល20ម៉ែត្រស្ថិតនៅកំពូលនៃភ្នំគូលែនហើយត្រូវបានគេយកឆ្លាក់ធ្វើជារូបភាពរបស់ព្រះពុទ្ធចូលនិព្វានគឺទន្លេមេគង្គដែលបានកសាងប្រទេសកម្ពុជាបច្ចុប្បន្ននិងកម្ពុជាក្រោមអតីតកូសាំងស៊ីនដោយសារដីល្បាប់ដ៏មានជីវជាតិរបស់ខ្លួនសូមស្ដាប់លោក BP Croslier និយាយប្រទេសកម្ពុជាស្ថិតនៅលើតែនផលិតបឋមដ៏សំខាន់មួយគ្របដណ្ដប់ដោយស្រទាប់ថ្មភក់ទល់នឹងថ្មភក់ទន់នេះរលកសន្សើមមកពីភ្នំហឹមពានបានហៀរហូរចូលប៉ុន្តែដោយអស់កម្លាំងរុញទើបវាគ្រាន់តែអាចគ្របដណ្ដប់និងស្ថិតនៅព័ទ្ធជុំវិញសងខាងនិងស្ថិតនៅបង្ខាំងនៅក្នុងពាក់កណ្ដាលរង្វង់មូលនៃភ្នំទាំងឡាយ
ភ្នំក្រវាញជួរភ្នំដងរែកមាត់គែមខាងលិចនៃកំពង់រាបមួយបន្ទាប់មកសមុទ្របានចូលពាសពេញប្រទេសខាងក្រោមទាំងអស់បង្កើតបានជាឈូងសមុទ្រដ៏ធំមួយនៅជើងភ្នំដងរែកនេះតែម្ដងទន្លេមេគង្គគឺជាអ្នកកសាងដ៏សម្បើមមួយការពូនដោយយឺតនៅតែនឥណ្ឌូចិនវាបានលុបបន្តិចម្ដងនៅឈូងនេះនិងបានរចនាថ្មភក់ដ៏ទន់នេះនិងដីល្បាប់ដ៏មានជីវជាតិរបស់វានៅប្រទេសកម្ពុជានិងកូសាំងស៊ីនបច្ចុប្បន្នដើម្បីពិពណ៌នាអំពីអាជ្ញាបញ្ជានៃភូមិសាស្ត្ររបស់ប្រទេសកម្ពុជាលោក Crossley បានសរសេរថារចនាសម្ព័ន្ធរូបសាស្ត្រក៏ដូចជាអាកាសធាតុរបស់ខ្លួនបានគូសនៅខ្សែបន្ទាត់ដ៏ធំនៃវាសនារបស់ខ្លួនហើយលើសពីនេះទៀតប្រទេសកម្ពុជានៅទីបញ្ចប់គឺជាកន្លែងប្រសពមុខមួយជាផ្លូវបំបែកលើដីឆ្ពោះទៅប្រទេសសៀមទៅឯនេះទៀតដល់ប្រទេសភូមាបន្ទាប់មកប្រទេសឥណ្ឌាឆ្ពោះទៅឆ្នេរសមុទ្រខាងកើតនិងទ្វីបចិនផ្លេទៅដល់ប្រទេសឡាវផ្លូវបំបែកនេះបានជ្រុលទៅមុខថែមទៀតតាមចុងខាងត្បូងរបស់ខ្លួនទៅដល់បេះដូងនៃសមុទ្រចិនដែលវាមានលក្ខណៈបន្តិចដូចជាស្បែកជើងកវែងរបស់អ៊ីតាលីនៅសមុទ្រមេឌីទែរ៉ាណេពុំមានប្រទេសឥណ្ឌូចិនណាមួយត្រូវបានផ្ដល់នូវអត្ថប្រយោជន៍ច្រើនដូចនេះឡើយហើយខ្មែរបានប្រើប្រាស់នៅអំណោយធម្មជាតិទាំងនេះដើម្បីកសាងអរិយធម៌ដ៏ភ្លឺចិញ្ចាចក្រៃលែងដោយដែលគេបានឃើញការលូតលាស់នៅសមុទ្រខាងត្បូងនោះស្រាប់ការពិពណ៌នាដ៏ត្រឹមត្រូវនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងនេះបានធ្វើឲ្យលេចឡើងនៅអាជ្ញាបញ្ជាភូមិសាស្ត្ររបស់ប្រទេសកម្ពុជាដែលពីដើមឡើយមានព្រំដែនធម្មជាតិរបស់ខ្លួនយ៉ាងធំទូលាយក្រៃលែងហេតុដូច្នេះហើយនៅក្នុងអាងនៃទន្លេធំទាំង3ទន្លេមេគង្គមេណាមនិងអេរ៉ាវ៉ាឌីគឺមានក្រុមមនខ្មែរតាំងនៅចំណែកពួកអាណាមនិងពួកថៃពួកគេបានកកើតនៅលើដីសណ្ដនៃទន្លេក្រហមនិងទន្លេខៀវលោក BP Crossley បាននិយាយចំពោះបញ្ហានេះថាហេតុដូច្នេះហើយនៅភាគខាងត្បូងនៃឥណ្ឌូចិនស្របជាមួយនឹងពួកអាណាមនិងពួកថៃដែលបានកកើតនៅលើដីសណ្ដនៃទន្លេក្រហមនិងទន្លេខៀវនោះក្រុមមនខ្មែរបានរីកចម្រើននៅក្នុងអាងនៃទន្លេមេគង្គមេណាមនិងអេរ៉ាវ៉ាឌីនៅក្នុងទំហំរបស់ខ្លួនប្រជាជនខ្មែរដែលមានដើមកំណើតពីអង្គរនៅប្រទេសកម្ពុជាបច្ចុប្បន្នលោក Entry Mikot បានផ្ដល់នូវការពិពណ៌នាអំពីព្រំដែនប្រទេសកម្ពុជាពីដើមថាប្រទេសកម្ពុជាបានលើយហៀចេញយ៉ាងធំទូលាយនៅវិសាលភាពទឹកដីរបស់ខ្លួនដែលបច្ចុប្បន្នវិសាលភាពនេះត្រូវបានរួញពីព្រោះថាវាមានដីទាបកោះកូសាំងស៊ីនវៀតណាមខាងត្បូងបច្ចុប្បន្នមួយភាគនៃវៀតណាមកណ្ដាលនិងប្រទេសថៃអេមីកូតបានចម្លងឡើងវិញនៅផែនទីប្រវត្តិសាស្ត្រនិងបុរាណវត្ថុវិទ្យាដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់ឥណ្ឌូចិននៅសតវត្សទី11ទី12និងទី13ដែលបានបង្ហាញនៅចក្រភពខ្មែរកម្ពុជាដេសាដែលបានកាន់កាប់ឧបទ្វីបឥណ្ឌូចិនស្ទើរតែទាំងអស់និងមួយភាគនៃទឹកដីសៀមអេមីកូតបានផ្ដល់ការពិពណ៌នាដូចតទៅនេះគឺផែនទីភូមិសាស្ត្រមួយរបស់ឥណ្ឌូចិនបានបង្ហាញនៅការក្រឡេកមើលជាដំបូងថាគ្រោងឆ្អឹងរបស់ខ្លួនត្រូវបានបង្កើតឡើងដោយភ្នំខ្ពស់និងយ៉ាងវែងគឺជួរភ្នំអាណាមកើតចេញពីភ្នំធំទាំងឡាយនៅតុងកាំងលើនិងយ៉នណាននិងនៅភូមាកំពែងដែលជ្រុលទៅមុខរបស់ហមពានខាងកើតហើយនឹងខ្ពង់រាបរបស់ទីបេវាបង្កើតបានជាឆ្អឹងខ្នងនៃឧបទ្វីបគ្របដណ្ដប់ស្ថានភាពដីដ៏សម្បើមរបស់ខ្លួនកំពូលភ្នំទាំងឡាយរបស់ខ្លួនដែលកំពូលភ្នំខ្លះមានកម្ពស់លើសពី 2000 ម៉ែត្រឆ្នេរសមុទ្រដ៏វែងនិងយ៉ាងវិចិត្ររបស់អាណាមដែលបានកប់បាត់នៅលើខ្ពង់រាបដាឡាក់និងជ្រោយសិលាខ្ពស់នៃជ្រោយវ៉ូរេឡាជ្រោយប៉ាដារ៉ាននិងជ្រោយសេនចាខ្វេសនៅមិនឆ្ងាយប៉ុន្មានពីសៃហ្គនដែលវាបានលិចទៅក្នុងសមុទ្រចិន